បាទសូមអនុញ្ញាតគ្រូជំរាបសួរទៅកាន់ពុកម៉ែបងប្អូនយើងទាំងគ្នាបាទដែលចូលចិត្តតាមដានទស្សនានៃការឲ្យតម្រូវឆ្នាំខ្មែរប្រចាំថ្ងៃបាទសូមស្វាគមន៍ពុកម៉ែបងប្អូនសាជាថ្មីមកកាន់ការចែកជូននៅតម្រូវថ្ងៃថ្មីបាទនៅលើ Channel ឆ្នោតដឹងហាម2របស់ Admin បាទចឹងថ្ងៃនេះផងដែរទៅនៅថ្ងៃទី20ខែ8ឆ្នាំ2026បាទចឹងសារៈតម្រុយរបស់មានការពីម្សិលមិញគឺថាបានចូលទៀតហើយម៉ែបងប្អូនយើងទាំងគ្នាបាទចឹងមុននឹងឈានទៅដល់ការចែកជូននៅតម្រូវថ្ងៃថ្មីបាទយើងមកមើលជាមួយតម្រុយការពីម្សិលមិញបន្តិចសិនបាទចឹងចំពោះការពីម្សិលមិញបាទចំពោះក្នុងអូសយើងមាន8គត់និង6គត់បាទចំពោះលេខតូចយើងមាន84 30គត់48និង41បាទចំពោះលេខធំយើងមាន423និង732បាទចឹងសារៈតម្រុយរបស់មានការពីម្សិលមិញផងដែរបាទចំពោះក្នុងអូសយើងបានចូលតែខ្ទង់6ទេម៉ែបងយើងបាទតែចំពោះខ្ទង់6គឺយើងបានចូលច្រើនម៉ោងមែនតើបាទសឹងតែគ្រប់ម៉ោងហើយបាទហើយចំណែកដែលខ្ទង់8បាទគឺថាបានចូលទេម៉ែបងយើងបាទចំពោះលេខតូចយើងបានចូល61បាទ2គ្រាប់ប្រហែលវិញទាំងគ្នាបាទស្រាប់លេខផ្សេងៗគឺថាស៊ីមួយលេខអត់មានស្ដាយមែនតើបាទចំពោះលេខធំយើងអត់បានចូលទេប្រហែលវិញទាំងគ្នាបាទមានក៏សូមការអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនទាំងគ្នាផងបាទចឹងកុំឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទរងចាំយូរបាទយើងទៅមើលជាមួយតម្រូវថ្ងៃថ្មីទាំងអស់គ្នាចឹងអត់មានសូមលុបលេខថ្ងៃចាស់ចោលសិនបាទដើម្បីដាក់ចែកជូននៅតម្រូវថ្ងៃថ្មីតែម្ដងបាទសម្រាប់ពុកម៉ែបងប្អូនដែលកំពុងទស្សនាបាទនៅលើ Channel របស់មីនបាទកុំភ្លេចជួយចុចឲ្យមេដៃនិងចុចជាវនៅលើ Channel របស់មីនម្នាក់មួយផងបាទសម្រាប់ពុកម៉ែបងប្អូនដែលកំពុងទស្សនានៅលើ Page បាទកុំភ្លេចជួយចុច Share និងចុច Follow ឲ្យមីនម្នាក់មួយផងបាទមីនសូមអរគុណទុកជាមុនផងដែរបាទចឹងសម្រាប់ថ្ងៃថ្មីនេះផងដែរបាទចំពោះលេខតូចឲ្យមានលេខនៅលេខ35បាទសម្រាប់គ្រាប់ទី2បាទគឺ83បាទសម្រាប់គ្រាប់ទី3គឺ21បាទនិងមួយគ្រាប់ចុងក្រោយគេបាទគឺ79បាទបងប្អូនទាំងគ្នាបាទចឹងចំពោះលេខធំឲ្យមានឲ្យលេខនៅខ្ទង់បាទ359បាទនិងមួយគ្រាប់ចុងក្រោយមានឲ្យលេខនៅលេខ287បាទហើយចំពោះខ្ទង់អូសបាទនៅថ្ងៃថ្មីនេះផងដែរមានអូសលេងនៅខ្ទង់8បាទនិងមួយគ្រាប់ចុងក្រោយមានអូសលេងនៅខ្ទង់20បាទហើយមានក៏សង្ឃឹមថាពុកម៉ែបងប្អូនទាំងគ្នាបាទស្រឡាញ់និងពេញចិត្តតម្រូវរបស់មានបាទនឹងបានយកទៅផ្សំសំណាងគ្រប់គ្នាតែម្ដងបាទចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលបានយកតម្រុយរបស់មានយកទៅផ្សំសំណាងបាទមានបញ្ជាក់ហើយបញ្ជាក់ទៀតបាទចំពោះលេខតូចយើងលេងឡើងមួយលេខចុះមួយលេខទៅបាទព្រោះឯពិចារតម្រុយរបស់មានគេថាស៊ីមួយលេខទេបងប្អូនយើងទាំងគ្នាបាទចំពោះលេខធំគឺយើងបាទលេងគូលេងកូនពុកម៉ែបងប្អូនយើងបាទបើណាយើងលេងត្រង់ល្អតែម្ដងគឺមិនងាយបានចូលទេបាទអញ្ចឹងការអធិប្បាយនៃការឲ្យតម្រុយរបស់មេថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់បាទមេហើយអមីងក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាបាទដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនានៃការឲ្យតម្រុយរបស់មីនបាទចឹងថ្ងៃនេះអមីនក៏មានតែប៉ុណ្្នឹងទេបាទអមីនក៏សូមជូនពរហេងសំណាងល្អទាំងអស់គ្នាតែម្ដងចឹងជួបគ្នាជាមួយអមីនម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលាណាមកដែរបាទអមីនសូមអរគុណនិងសូមគោរពលា